សូមលំអរកាយក្រាបថ្វាយបង្គំសូមជម្រាបសួរជនរួមជាតិរួមភាសាចាថ្ងៃនេះខ្ញុំមករៀនអានចែករំលែកនៅច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារ1991ឬក៏ហៅថាច្បាប់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជាចាបងប្អូនច្បាប់នេះគឺជាច្បាប់អន្តរជាតិដែលបានធានាសន្តិភាពដល់ប្រទេសកម្ពុជាយើងចាបងប្អូនមានចុះហត្ថលេខា18ប្រទេសព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរនិងមានមហាអំណាច5ប្រទេសបានព្រមព្រៀងគ្នាចាបងប្អូនអញ្ចឹងយើងមករៀនអាននៅច្បាប់កិច្ចព្រមព្រៀងនេះដូចតទៅចាបងប្អូនច្បាប់កិច្ចព្រមព្រៀងនេះមាន4កិច្ចព្រមព្រៀងធំៗបងប្អូនអញ្ចឹងខ្ញុំសូមអាននៅកិច្ចព្រមព្រៀងទី2ដែលទាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជាបងប្អូនអញ្ចឹងខ្ញុំសូមអានដូចតទៅអូស្ត្រាលីព្រុយណេដារូសាឡឹមកម្ពុជាកាណាដាសាធារណរដ្ឋប្រជាមានិតចិនសាធារណរដ្ឋបារាំងសាធារណរដ្ឋឥណ្ឌាសាធារណរដ្ឋឥណ្ឌូនេស៊ីជប៉ុនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវម៉ាឡេស៊ីសាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរីរាជាណាចក្រថៃឡង់ចាប្រទេសថៃមានភាគីនៅក្នុងកិច្ចព្រមព្រៀងនេះដែរណាបងប្អូនសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងសហរដ្ឋអាមេរិកសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋសហព័ន្ធសង្គមនិយមជូកូស្លាវីដោយមានវត្តមានរបស់លោកអគ្គលេខាធិការអង្គការសហជីវជាតិផងដែរបងប្អូនចាអញ្ចឹងភាគីទាំងអស់នេះបានចូលរួមនៅក្នុងសន្និសីទស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាបងប្អូនចាអញ្ចឹងខ្ញុំសូមអាននៅមាត្រាទី2នៅចំណុចទី2ដែរបងប្អូនក្នុងគោលដៅនេះក៏កម្ពុជាសន្យាថាធានាគោរពនិងប្រតិបត្តិតាមសិទ្ធិមនុស្សហើយនិងសេរីភាពជាមូលដ្ឋាននៅកម្ពុជាគាំទ្រសិទ្ធិពលរដ្ឋកម្ពុជាទាំងអស់ដើម្បីធ្វើសកម្មភាពដែលជំរុញនឹងការការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីធានាកុំឲ្យនយោបាយនិងអំពើប្រព្រឹត្តនៅក្នុងអតីតកាលវិលត្រឡប់មកវិញដាច់ខាតអំពើប្រព្រឹត្តនៅអតីតកាលមុនឆ្នាំ1991បងប្អូនអញ្ចឹងវាទប់ស្កាត់មិនឲ្យវិលត្រឡប់មកវិញទេចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលទាក់ទិនខភាគីឯទៀតដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះចាភាគីដែលខ្ញុំបានអានមុននេះតិចហ្នឹងណាបងប្អូនសន្យាបង្កើននិងលើកទឹកចិត្តដល់ការគោរពនិងអនុវត្តតាមសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាននៅកម្ពុជាដោយដែលមានចែងក្នុងកិច្ចព្រមព្រៀងអន្តរជាតិដើម្បីជាពិសេសទប់ស្កាត់កុំឲ្យមានការរំលោភសិទ្ធិមនុស្សឡើងវិញ3គណៈកម្មាធិការអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិត្រូវបន្តការតាមដានដោយដិតដល់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារួមទាំងក្នុងករណីចាំបាច់តាំងអ្នករាយការណ៍ពិសេសម្នាក់ដែល
ត្រូវរាយការណ៍អំពីលទ្ធផលនៃការរកឃើញរបស់ខ្លួនជារៀងរាល់ឆ្នាំជូនទៅគណៈកម្មការនិងទៅមហាសន្និបាតអង្គការសហប្រជាជាតិចា៎អញ្ចឹងនៅថ្ងៃបន្តខ្ញុំនឹងអានចំណុចបន្តទៀតបងប្អូនចា៎សូមអរគុណ